ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីចបផចបផសំដៅដល់ការចុះបញ្ជីសញ្ញាបញ្ជាក់ផលិតផលដែលបញ្ជាក់ពីភាពអនុលោមនៃផលិតផលតាមតម្រូវការនៃស្តង់ដារផលិតផលដែលមានសញ្ញាបញ្ជាក់គុណភាពសុវត្ថិភាពនិងការចុះបញ្ជីផលិតផលសម្រាប់ស្នើសុំអាជ្ញាប័ណ្ណប្រើសញ្ញាចុះបញ្ជីផលិតផលបងប្អូនត្រូវបំពេញសំណុំឯកសារដូចខាងក្រោមចំណុចទី1ប្រកាសឬសេចក្តីសម្រេចអនុញ្ញាតបើកនិងវិញ្ញាបនបត្រដំណើរការរោងចក្រសហគ្រាសសិប្បកម្មរបស់ក្រសួងឬមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ចំណុចទី2គំរូស្លាកសញ្ញាផលិតផលអនុលោមតាម CS 001 2000ចំណុចទី3វិញ្ញាបនបត្រវិភាគផលិតផលចំណុចទី4ប្លង់ទីតាំងរោងចក្រផលិតកម្មចំណុចទី5លិខិតទេសិទ្ធចំណុចទី6ឯកសារផ្សេងទៀតបើចាំបាច់ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ